ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស Edniche តាមរយៈគេហទំព័រ edniche.com ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នានៅមេរៀនមួយទៀតដែលនិយាយតាក់ទងអំពីលំហាត់វេយ្យាករណ៍ TOEFL ហើយលំហាត់នេះគឺជាលំហាត់ទី30ហើយដែលលំហាត់ទី30របស់យើងថ្ងៃនេះនឹងនិយាយអំពីពាក្យ would rather លំហាត់នេះខ្ញុំដកស្រង់ចេញពីសៀវភៅ TOEFL Preparation Guide Clips បើសិនជាអ្នកទាំងអស់គ្នាចង់បានលំហាត់ទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចអញ្ជើញទៅជឿសៀវភៅនឹងបានពាក្យ would rather នេះគឺជាពាក្យមួយដែលគេប្រើប្រាស់ហើយមានន័យថា prefer មានន័យថាចង់បានអីមួយប៉ុន្តែការប្រើប្រាស់របស់វាមានភាពខុសគ្នាតាមកលៈទេសៈអញ្ចឹងហើយបានជាយើងត្រូវមើលលើគំរូវេយ្យាករណ៍របស់វាហើយថ្ងៃនេះយើងមានលំហាត់ចំនួន9ដើម្បីធ្វើទី1 we would rather stay home tonight អញ្ចឹងគេឲ្យពាក្យ stay មកយើងគេឲ្យមកពេញទៅនេះតើ stay នោះមានត្រូវដូរត្រូវអីទៀតអត់តម្រងរបស់ would rather ហ្នឹងនៅពីក្រោយវាគេឲ្យដូរទៀតទេគេឲ្យយើង time to ហើយក៏គេឲ្យយើង time ed អីដែរអញ្ចឹងគឺ would rather ហើយបូកជាមួយនឹងbare form of verb ចឹងតែម្ដងឬក៏ verb 0អត់មានផ្លាស់ប្ដូរអីទាំងអស់អញ្ចឹង we would rather stay home tonight ហើយពាក្យនេះtonight នេះគេចង់និយាយពី future plan ហើយពេលដែលយើងប្រើប្រាស់អញ្ចឹងវាដូចជា future ចឹងមានន័យថាគាត់ prefer to stay home tonight អ្នកទាំងអស់គ្នាឃើញបើសិនជាខ្ញុំប្រើប្រាស់ពាក្យ prefer វិញគឺ prefer to do something ពេលយើងប្រើប្រាស់ prefer គឺមាន to ប៉ុន្តែពេលប្រើប្រាស់ would rather ចេះអត់មានពាក្យ to ទេទី2 Mr. Jones would rather stay home last night អានេះ tonight និយាយអំពីទៅអនាគតប៉ុន្តែដល់ last night ចេះនិយាយពីអីដែលបានកើតហើយអញ្ចឹងកន្លែងនេះគេឲ្យយើងប្រើប្រាស់ជាមួយនឹងពាក្យ have បូកជាមួយនឹង stay អញ្ចឹងគេឲ្យយើងយក verb have បូកមួយ stay ចេះបើសិនអ្នកគ្នាមើលអានេះជាដូចជាទម្រង់ present perfect ចឹងប៉ុន្តែវាផ្លាស់ប្ដូរទៅ has អីទេគឺឲ្យយក have មកតែម្ដងអញ្ចឹងពេលដែលយើងចង់និយាយនៅអតីតកាលយើងប្រើ have បូកមួយ stay ដែល stay នេះគឺជា verb កន្លងទី3 the policeman would rather work on Saturday than on Sunday អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាដឹងហើយករណីទី1ចឹងយើងដាក់ពាក្យ work ជាទូទៅពេលដែលគេប្រើ rather ចេះគេច្រើនមានពាក្យ than ដើម្បីប្រៀបធៀបថាគេពេញចិត្ត activity នេះខាងមុខហ្នឹងជាងខាងក្រោយនេះប៉ុន្តែដោយសារកន្លែងនេះយើងមានពាក្យ work ដូចគ្នាចឹងហើយមកគេដាក់ verb នៅទីនេះឧទាហរណ៍បើសិនជាកន្លែងនេះគេមាន verb អីទៀតគេប្រហែលជាបន្ថែម verb នៅទីហ្នឹងទី4 Maria would rather that we study more than we do ទី5 The photographer would rather that we stand closer together than we are standing ចឹងកន្លែងនេះទម្រង់ structure នេះគឺស្តៀងគ្នាមែនតើគឺ would rather ឲ្យបូកមួយ that បូកមួយ subject មួយដែល subject នេះខុសអំពី subject ដើមនៅកន្លែងនេះចឹងពេលដែលយើងប្រើប្រាស់ទម្រង់អញ្ចឹងវាមានករណី2អ្នកទាំងអស់គ្នាអាចដាក់ study ចេះក៏បានឬក៏អ្នកទាំងអស់គ្នាអាចដាក់ studied ដូរទៅ past tense ចេះក៏បានបើសិនជាយើងដាក់ study កន្លែងនេះមានន័យថាទម្រង់នោះ present tense ហើយក៏មានន័យថាអត្ថន័យរបស់វាអត់ខុសពីការពិតដែរមានន័យថាការពិតមិនអត្ថន័យដែលយើងសរសេរនឹងគឺអញ្ចឹងប៉ុន្តែបើសិនជាយើងប្រើ IED ចេះមានន័យថាការពិតខុសពីអីដែលយើងសរសេរមានន័យថាឥឡូវនេះឧទាហរណ៍បើគេនិយាយថា Mary would rather that we studied more than we do មានន័យថាយើងរាល់ថ្ងៃហ្នឹងយើងរៀនបានតិចអញ្ចឹងគេចង់ឲ្យយើងរៀនបានច្រើនជាងហ្នឹងអញ្ចឹងបើសិនជាគេប្រើ IED ចេះមានន័យថាយើងនឹងអត់បានរៀនទេប៉ុន្តែបើគេប្រើចេះមានន័យថាយើងបានរៀនទេហើយអានេះក៏ជាអីដែលគាត់ចង់ឲ្យយើងធ្វើអញ្ចឹងក្នុងអត្ថន័យនេះគឺគួរតែយើងប្រើ IED វិញមានន័យថាយើងអត់បានធ្វើហើយគាត់ចង់ឲ្យយើងធ្វើអញ្ចឹងហើយសភាពពិតគឺយើងអត់បានរៀនទេទី5 The photographer would rather that we stand closer together than we are standing អញ្ចឹងសភាពពិតគឺយើងអត់ឈរជិតគ្នាអញ្ចឹងហើយបានគាត់ចង់ឲ្យយើងឈរជិតគ្នាចឹងបើគាត់ចង់យើងឈរជិតគ្នាយើងគួរតែប្រើពាក្យ stood បានត្រឹមត្រូវបើយើងប្រើពាក្យ stand ខុសហើយទី6 She would rather that you arrive negative last night ចានេះ last night វាដូចខាងលើនេះចឹងអានេះ present ឬក៏ future គេឲ្យយើងប្រើ past simple ប៉ុន្តែបើសិនជាវា last night ឬនៅអតីតកាលទៀតគេឲ្យយើងប្រើប្រាស់ past perfect ចឹង had not ហើយជាមួយនឹងពាក្យ arrived edកន្លែងនេះពេលដែលយើងប្រើប្រាស់ចឹងមានន័យថារឿងហ្នឹងអត់បានកើតឡើងដោយអីយើងនិយាយទេចឹងមានន័យថា last night we arrived ប៉ុន្តែពេលដែលគេនិយាយចេះមានន័យថាយប់មិញគេអត់ចង់ឲ្យយើងមកទេ
ចឹងហើយបានគេនិយាយថា had not arrived George would rather ចឹងអានេះទៀតហើយដោយទម្រង់លេខ1នេះអញ្ចឹងពេលដែលយើងប្រើ study ចឹងយើងដាក់ study ទៅប៉ុន្តែកន្លែងនេះគឺមានពាក្យ negative ក្នុងទម្រង់ would rather នឹង negative គេឲ្យយើងដាក់នៅពីមុខនឹងធម្មតា George would rather not study ចឹងគាត់តែដាក់ not នៅពីមុខ verb នឹងទៅបានហើយអត់ដូរទៅដាក់មុខ would អីណាទេដាក់ចឹងទៅព្រោះនេះគេចាត់ទុកវាដោយទម្រង់ to infinitive ចឹងទី8 the photographer would rather ចឹងដូចគ្នា would rather have more light ទៅកាន់នៃទី1នេះចឹងស្រួលទេទី9 John would rather last night ចឹងនេះរឿងអតីតកាលចឹងរឿងអតីតកាលគេឲ្យយើងប្រើលើទី2នេះចឹងបូកជាមួយនឹង have ហើយបូកជាមួយនឹង verb កន្លងទី3 slept ចឹងអីដែលមានភាពខុសគ្នាបើសិនជាអ្នកគ្នាប្រើទម្រង់ទី1ទី2នេះអត្ថន័យគឺធម្មតាគ្រាន់តែគេ prefer អញ្ចឹងប៉ុន្តែបើសិនជាអ្នកគ្នាបើប្រើទម្រង់ដូចទី4ទី5នេះអត្ថន័យដែលយើងសេខាងក្រោយនេះវាខុសអំពីការពិតដែលបានកើតឡើងនៃស្តៀងជាមួយនឹង conditional second conditional អីអញ្ចឹងជាចុងបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស Ednich ដែលបានឧបត្ថម្ភដល់ការផលិតវីដេអូទាំងអស់នេះបើសិនជាអ្នកទាំងអស់គ្នាចង់ទទួលបានវីដេអូមេរៀនទាំងអស់ដែលមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស Ednich បានផលិតអ្នកទាំងអស់គ្នាអាចអញ្ជើញចូលទៅកាន់គេហទំព័រ www.ednich.com បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ទាក់ទងជាមួយនឹងការសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស Ednich ឬក៏ការសិក្សាភាសាអង់គ្លេសជាទូទៅអ្នកទាំងអស់គ្នាអាចផ្ញើមកកាន់ email address service@ednich.com ខ្ញុំបាទទេពលីវីណាដែលជាគ្រូបង្រៀនម្នាក់នៅមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស Ednich និងគ្រូបង្រៀនដទៃទៀតនឹងរងចាំស្វាគមន៍អ្នកទាំងអស់គ្នាដោយក្តីរីករាយសូមអរគុណ